ចាប់បានហើយជនសង្ស័យដែលបានធ្វើសកម្មភាពបាទកោះបន្ទប់នារីម្នាក់ហើយបានយកលុយចំនួន$30,000ត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវសហការជាមួយនឹងសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងសមត្ថកិច្ចខាងបណ្ដាខេត្តក្រាបបានជនសង្ស័យខាងលើបានមកវិញហើយដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមសេនីយ៍ឯកជួននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីប៊ុនសច្ចាស្នងការរងផែនការងារនគរបាលព្រំប្រទាននិងលោកវរៈសេនីយ៍ឯកបាទហៀងថារ៉េតអធិការនគរបាលខណ្ឌឫស្សីកែវសហការជាមួយកម្លាំងការិយាល័យនគរបាលព្រំប្រទានកម្រិតស្រាលរាជធានីភ្នំពេញនិងស្នងការនគរបាលខេត្តសៀមរាបនិងកម្លាំងអធិការដ្ឋាននគរបាលខេត្តកំពង់ធំហើយនាវេលាម៉ោង18:30នាទីថ្ងៃ28វិច្ឆិកាឆ្នាំ2025បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន3នាក់ជាបន្តបន្ទាប់ក្នុងករណីលួចបាទគឺលួចលុយចំនួន$30,000ដែលឆ្កឹះសោបន្ទប់ជួលហើយលួចប្រាក់ចំនួន$30,000នៅចំណុចបន្ទប់ជួលបាទផ្លូវ103ក្រុម3ភូមិបាក់ទុកសង្កាត់ទួលសង្កែទី1ខណ្ឌឫស្សីកែវរាជធានីភ្នំពេញនៅថ្ងៃទី21ខែវិច្ឆិកាឆ្នាំ2025នៅវេលាម៉ោង5:30នាទីទៀបភ្លឺការឃាត់ខ្លួនជនសង្ស័យទាំង3នាក់នោះដោយសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន1នាក់នៅចំណុចផ្លូវ K5 ភូមិចុងខ្សាច់សង្កាត់ទួលសង្កែទី1ខណ្ឌឫស្សីកែវរាជធានីភ្នំពេញនិងជនសង្ស័យចំនួន2នាក់ទៀតក្នុងនោះស្រីម្នាក់ឃាត់ខ្លួននៅចំណុចផ្លូវជាតិលេខ6ក្នុងខេត្តសៀមរាបក្រុងសៀមរាបគឺទី1ហ្នឹងគឺមានឈ្មោះថាឆោមទឹករាំងសីភេទប្រុសអាយុ38ឆ្នាំបាទមុខរបរហ្នឹងគឺមិនពិតប្រាកដទេដែលគាត់រស់នៅភូមិទួលសង្កែទី1សង្កាត់ទួលសង្កែទី1ខណ្ឌឫស្សីកែវនិងមានសារធាតុញៀនផងដែរទី2ហ្នឹងគឺឈ្មោះថាយឹមស្រីប៉ុចបាទភេទស្រីអាយុ33ឆ្នាំជាជនជាតិខ្មែរមុខរបរមិនពិតប្រាកដដែលគាត់រស់នៅហ្នឹងគឺនៅក្នុងភូមិ21សង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញគាត់ក៏មានសារធាតុនេះគេលុយជប៉ុនម្ដងធ្លាប់បាត់ខ្លួនឯងស្រីអីណាតែបូនទៅប្រាប់ទៅមើលហើយបាទនេះទឹកអាប់ឡាបាទគឺថាមើលណាកូននេះកាកូនណាកូនណាបាទអាកូនណាអត់ទេអាកូនអត់មានអីមានតែកៅអៅទីក្នុងហ្នឹងមើលហើយតែចុះណាបាទនេះកៅប្រើហើយមែនទេអត់ប្រើហ៎កៅអត់មានទឹកតែញអត់ទេគួរតែកៅចាស់នេះរត់ចង់អត់តែមានទេណាបាទហើយមកយើងក្នុងកែម៉ូតូទេចំនួន3គ្រឿងលោហៈធាតុខ្សែកប្រវែង55សង់ទីម៉ែត្រចំនួន1ខ្សែបន្តោងរូបនិងបន្តោងរូបយុទ្ធនាការបាទលោហៈធាតុប្រភេទខ្សែដៃប្រវែង18សង់ទីម៉ែត្រនិងលោហៈធាតុប្រភេទចិញ្ចៀនមួយវងក្នុងនោះគឺមានដកហូតបានប្រាក់ចំនួន$2,100អាមេរិកនិងប្រាក់បាទ$1,24,000 យេនបច្ចុប្បន្នជនសង្ស័យខាងលើក៏ត្រូវបានសមត្ថកិច្ចបាទលោកបានធ្វើការបន្តតាមនីតិវិធីនិងអនុវត្តតាមនីតិវិធីផ្លូវច្បាប់ផងដែរ